អូនស្រីរបស់អ្នកកំពុងគិតអំពីអ្នកដូច្នេះនាងបានជ្រើសរើស Liu Chuanjiao អ្នកមានទេពកោសល្យដ៏អស្ចារ្យបន្ទាប់ពីទទួលបានខ្លះហើយជាធម្មតាមនុស្សម្នាក់គួរតែធ្វើសំទានខ្លះរួចចែកគ្នា3/10នៃការខិតខំប្រឹងប្រែងត្រូវបានឧទ្ទិសដល់ការចិញ្ចឹមប្អូនស្រីរបស់ខ្ញុំសិទ្ធិវិញ្ញាណនោះនឹងជាអាហារបំពន់ដ៏ល្អសម្រាប់អ្នកសំណងកាលពីជាតិមុនខ្ញុំបានទទួល Chuanjiao សត្វដែលមានរាងដូចត្រីក្នុងទេវកថា2គ្មាននរណាម្នាក់ផ្ដល់សំណងដល់ខ្ញុំទេ30នាងមានសេចក្តីស្រឡាញ់ពីម្ដាយហើយអាចប្រាសិទ្ធឯកជនរបស់ម្ដាយអ្នកគូហេតុអ្វីបានជាអ្នកនៅតែកំណត់គោលដៅមកលើខ្ញុំចុះសមាសធាតុទាំង3វិញសូមអភ័យទោសខ្ញុំមិនចង់ទេតើពេលណាទើបអ្នកខ្លាយជាមនុស្សកំណាញ់បែបនេះម្ដាយបានរំខានដោយអន្ទះសារពាក្យរបស់ខ្ញុំប្អូនស្រីរបស់អ្នកបានធ្វើរឿងធំមួយស្ដេបតើអ្នកអាចមានចិត្តណាបែបនេះដោយរបៀបណាកាលពីអតីតកាលរបស់ខ្ញុំវាដូចគ្នាខ្ញុំនឹងតែងតែនាងបានយកមួយដែលនៅសល់ដោយមិនស្ទាក់ស្ទើរគាត់បានយកវត្ថុពណ៌ស្នុះទេយើងបានទុករថយន្ត Black Shock ឲ្យខ្ញុំអ្នកនឹងសួនជាវបាននៅជាមួយគ្នាយូរហើយប្អូនស្រីរបស់អ្នកបានយកត្រីឆ្លាមខ្មៅមកជាពិសេសអ្នកអាចយកវាបានហើយអ្នកមិនទាំងអរគុណខ្ញុំផងប្អូនស្រីតាមពិតទៅពូជឈាមខ្លះគឺសុទ្ធចិត្តត្រឹមត្រូវចិត្តច្បាស់លាស់បេះដូងបរោះវេទមន្តទោះបីជាឆ្វេងយកខ្លាំងក៏ដោយធំប៉ុន្តែមានពូជពងនិងនិស្ស័យចម្រុះមានអារម្មណ៍ភ័យខ្លាចហិង្សាស្រីឃ្លានឈាមនិងខូចខើពួកគេច្រើនតែជាប់ទាំងលើព័ត៌មានលម្អិតតូចតាចខ្លះបានបំពេញតាមការរំពឹងទុកហើយបានដាំដុះល្បឿននឹងការកាត់ផ្លែលិបនិងបន្លែដូចជាខ្យល់គួចវាមកដល់ឆ្វេងយកដោយសារតែគ្រឹះមិនស្ថិតស្ថេររបស់វាគឺខ្ញុំបានបង្ក្រាបអារម្មណ៍ឯកោដែលកំពុងកើនឡើងនៅក្នុងខ្លួនខ្ញុំជីវចលមិនបានប្រសើរឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយទាំងអស់មនុស្សគ្រប់គ្នាកំពុងរងចាំខ្លះលេចចេញមកពេញលេញកំពុងរងចាំថ្មប៉ប្រទឹកខ្មៅដួលរលំប៉ុន្តែនៅក្នុងមាត់ម្ដាយរបស់នាងខ្ញុំជំពាក់ប្អូនស្រីរបស់ខ្ញុំអ្វីមួយវាហាក់ដូចជាវាចាប់ដើមជាមួយនាងមើលចេញពីក្រោមក្រចកដៃរបស់ក្មេងស្រីបន្តិចខ្ញុំគួរតែដឹងគុណជារៀងរហូតចំពោះជំនួយរបស់អ្នកជាក់ស្ដែងខ្ញុំនៅទីនោះមុនគេប៉ុន្តែនៅទីបំផុតខ្ញុំបានខ្លាចជាចោរក្រោយមកនៅពេលដែលខ្លះបានកាត់ជាថ្មីពេញលេញប៉ុន្តែដោយសារត្រូវបានរំខានដោយអារក្សក្នុងខ្លួនជាអកុសលគាត់បានធ្លាក់ចូលទៅស្លាប់នៅក្រោមដបបានបំផ្លាញប្អូនស្រីនោះរូបរាងរបស់ប្អូនស្រីតូចប្រៀបដូចជាសមុទ្រវិញ្ញាណនាងក៏ស្នាក់ក៏មិនអាចបង្កើតកិច្ចសន្យាជាមួយសត្វវិញ្ញាណបានដែរទោះជាយ៉ាងណាក៏ដោយក្រោយមកឆ្វេងយកបានវាយដាច់វាមួយហោះឡើងលើមេឃពួកគេបានខ្លាចជាសត្វទេវភាពពីរបានខ្លាយជាប្រទេសតែមួយគត់នៅលើទ្វីបឃាស៊ូសត្វទេវកថាសួនឪវិញ្ញាណប្អូនស្រីខ្ញុំត្រូវបានបំផ្លាញទាំងស្រុងមានតែអំណាចរបស់សត្វតិរច្ឆានទេដែលអាចត្រូវបានប្រើដើម្បីដាំដុះអ្នកឲ្យសត្វទេវៈទៅនាងប៉ាខ្ញុំបដិសេធដោយចៃដន្យប្អូនស្រីរបស់ខ្ញុំបានរឿងនេះនាងមានចិត្តស្អប់ខ្ពើមហើយឆ្លៀតឱកាសពីខ្ញុំក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់បានបង្ហាញដោយផ្ទាល់ថាពួកគេបានយកខ្ញុំទៅមេឃបានឆាប់ឆេះដោយពន្លឺភ្លើងបំភ្លឺខ្ញុំនៅក្នុងភ្នែករបស់នាងបានប្រញាប់ប្រញល់ទៅមុខលោកចាអ្នកមានសិទ្ធិអ្វីទៅដើម្បីរីករាយនឹងពន្លឺថ្ងៃកូនប្រុសឲ្យសត្វទេវកថាគួរតែជារបស់ខ្ញុំមិនមែនជារបស់អ្នកទេពួកគេសុំនឹងទទួលយកតែរឿងដែលខ្ញុំមិនចង់បានប៉ុណ្ណោះធម្មពលដ៏ធំសម្បើមដែលបង្កើតឡើងដោយការបំភ្លេចបំផ្លាញបានដុតបំផ្លាញរាងកាយរបស់ខ្ញុំគាត់ពិតជាសមនឹងត្រូវបានគេហៅថាជាកូនប្រុសនៃការបំភ្លេចបំផ្លាញយុទ្ធសាស្ត្រដ៏ទេវភាពដែលមិនអាចទប់ទល់បានរលកដល់ច្របូកច្របល់បំផុតការកាត់ជាថ្មីប្អូនស្រីបានកាត់ជាថ្មីភ្លាមដួនសួនជាវសមុទ្រខាងវិញ្ញាណរបស់សួនជាវមានភាពច្របូកច្របល់ហើយមានស្នាមប្រឡាក់បង្ហាញថាខ្ញុំបានប្រថុយនឹងការផ្លាស់ប្ដូរហានិភ័យនៃការធ្វើជាមនុស្សល្ងងត្រូវបានវិភាគជាយ៉ាងណាក៏ដោយលីលីងហៃក៏ត្រូវបានរងផលប៉ះពាល់ដោយសួនជាខាងដីដែលមិនព្រមមកសរសៃឈាមខាងវិញ្ញាណដែលខូចខាតរ៉ាំការដាំដុះពីការហ៊ានម្ដងបើមិនដូច្នោះទេទំនុកចិត្តលើខ្លួនឯងបន្តិចនៃអំណាចខាងវិញ្ញាណអាចពង្រីកនៅកន្លែងណាការការពាររបស់ខ្ញុំបានសម្លឹងមើលអំព្រីយ៉ងវិញ្ញាណខ្មៅនាងដកដង្ហើមធំយ៉ាងស្រទន់ដោយដឹងថាវាជាផ្នែកមួយនៃជីវិតអតីតកាលរបស់នាងសត្វវិញ្ញាណដែលរស់នៅជាមួយគ្នាអស់រយៈពេលជាង10ឆ្នាំនាងមិនទាំងមានដៃប្អូនស្រីរបស់នាងផងយើងត្រូវដឹងពីផលវិបាកទោះជាយ៉ាងណាក៏ដោយឆ្វេងយកទំនងជានឹងបើកផងដែរជ្រៅទៅក្នុងចិត្តនាងធុញទ្រាន់នឹងខ្ញុំយូរមកហើយភាពយឺតយ៉ាវរបស់នាងបានរារាំងនាងឥឡូវនេះខ្លះគឺជាសត្វតិរច្ឆានរបស់ខ្ញុំបានដឹកខ្លះត្រឡប់ទៅកន្លែងរបស់ខ្ញុំវិញនៅក្នុងបន្ទប់នោះអំព្រីយ៉ងខាងវិញ្ញាណបានផ្ទុះឡើងពន្លឺពណ៌សភ្លឺចែងចាំងពណ៌ស្តូចខ្លះបានលេចចេញមកលើគ្រែពណ៌ខ្លះនោះនៅជាកូននៅឡើយមានតែដៃប៉ុណ្ណោះវែងក្រាស់និងមានពណ៌សម្បូរបែបពួកបានគ្រប់ដណ្ដប់លើផ្ទៃទាំងមូលរាងកាយខ្លះវែងបន្តិចហើយមានរោមសក់កូនមិនទាន់ជ្រុះទេគួរឲ្យស្រឡាញ់ណាស់គួរឲ្យស្រឡាញ់ដូចជាផ្កាដ៏ស្រស់ស្អាតផ្កាដានឌឺលែនធំខ្លះពណ៌សបានស្រែកយំយ៉ាងស្រទន់ចម្លែកណាស់វាវិលជារង្វង់មួយហើយបបខ្ញុំបានវាស់ស្ទង់បរិស្ថានជុំវិញបន្ទាប់មកភ្នែករបស់គាត់បានធ្លាក់មកលើមុខខ្ញុំវាលោតមកលើខ្ញុំយ៉ាងរហ័សនៅក្បែរខ្ញុំគាត់បានងាកក្បាលមកមើលខ្ញុំដោយមុខស្លេកស្លាំងភ្នែកពណ៌ខៀវពោពេញដោយវាជាការឆ្លុះបញ្ចាំងរបស់ខ្ញុំអ្នកជាសិស្សរបស់ខ្ញុំដឹងរួចហើយថាមានអ្វីកើតឡើងចំពោះអ្នកប៉ុន្តែបើអ្នកតាមខ្ញុំនឹងមិនឲ្យអ្នកទៅណាទៀតទេមនុស្សបានធ្វើឲ្យអ្នកអាម៉ាស់មុខខ្ញុំអបខ្លាសយ៉ាងណែនកប់មុខរបស់អ្នកនៅក្នុងពោះរបស់គាត់ហើយត្រដុសវាពួកគេមកហើយទៅម្ដងទៀតលេងខ្ញុំទៅមុខខ្លារោមអាចមើលឃើញពីភាពខ្មាស់អៀនបន្តិចគួរឲ្យខ្លាចណាស់នាងមានចរិតល្អណាស់ខ្ញុំបានកប់ខ្លួនឯងដោយពេញចិត្តនៅក្នុងកូនតូចរបស់គាត់បានជញ្ជក់ចូលក្នុងពោះយ៉ាងខ្លាំងគាត់បានខំមួយខំរួចក៏លែងខ្លះទៅខ្លាពណ៌ស្ដេកខ្វិនលើគ្រែគាត់បានដឹងពីអ្វីដែលកំពុងកើតឡើងវាញ័ររោមរបស់វារួចលោតឡើងលើគ្រែនៅលើទូនៅក្បាលខ្ពស់ពីលើគាត់បានចុះមកក្រោមហើយសម្លឹងមកខ្ញុំខ្លះជាមួយនឹងសក់រញ៉េញ៉ៃទាំងអស់ឈួតហើយគាត់និយាយដោយសំឡេងធ្ងន់ធ្ងរអ្នកបម្រើឲ្យខ្ញុំមិនអនុញ្ញាតឲ្យអ្នកធ្វើបែបនោះទេកូនឆ្មាដែលមានអារម្មណ៍ល្អនិងមានស្ថិរភាពមីប្រសិនបើវាជាសួនជាវនាងប្រកាសជាខំវារួចហើយពួកគេបានឡើងមកហើយខ្ញុំបានមើលគាត់ព្យាយាមងើបក្បាលឡើងក្បាលតូចធ្ងន់ធ្ងរទាំងអស់រូបរាងរបស់គាត់ធ្វើឲ្យខ្ញុំផ្ទុះសំណើចក្បាលតូចរបស់ខ្លះបានលួចមើលមកមើលកូនខ្ញុំឲ្យច្បាស់សិនឆ្លាក់វាស្រដៀងនឹងវាជាងការរងទុក្ខជានិច្ចបើមុខមាត់មិនស្អាតទេនោះមនុស្សមើលទៅស្អាតជាងមុនពេលពួកគេញញឹមច្រើនអ្វីទុកបញ្ហានេះឲ្យសត្វវិញ្ញាណរបស់យើងមិនអីទេ
នេះហាក់ដូចជាលើកទី1ហើយដែលមាននរណាម្នាក់និយាយបែបនោះខ្ញុំនៅស្ងៀមមួយសន្ទុះរួចក៏គាត់អប់នាងយ៉ាងណែនហើយគាត់មិនអាចទប់ចិត្តបានឡើយវាហាក់ដូចជាមិនមែនជាមនុស្សម្នាក់ដែលនឹងវិវត្តទៅជាបានជាអ្នកធ្លាក់ចូលទៅក្នុងភាពពុករលួយនៅពេលនោះខ្យល់បក់បោកកាត់តាមរូងភ្នំហើយកម្ដៅក៏ឡើងខ្លាំងទ្វារបានផ្ទុះចំហហើយរញ្ជួយដីមួយបានរញ្ជួយនៅខាងក្រៅដុតលើភ្នំផ្ទះដែលមានគុណភាពអន់ស្រាប់តែមានអបធ្លាក់មកលើផ្ទះហើយទ្វារក៏រលត់ទៅវាមានភាពរងរវើកខ្លាំងនៅខាងក្រៅលោកក្រៅវ័យក្មេងនិងសួនជាវកំពុងប្រយុទ្ធគ្នាម្ចាស់វ័យក្មេងគឺជាប្អូនស្រីរបស់ខ្ញុំបានមើលទៅក្រៅបង្អួចហើយបានឃើញឆ្វាញ់យ៉វសម្លៀកបំពាក់បានរាលដាលដល់ភ្នំនិងវាលស្រែពន្លឺនោះបានបំភ្លឺពាក់កណ្ដាលមេឃធ្វើឲ្យវាភ្លឺពណ៌ក្រហមទោះបីជាឆ្វាញ់យ៉វមានអារម្មណ៍ប្រែប្រួលក៏ដោយប៉ុន្តែគាត់មិនមែនជាមនុស្សមិនសមហេតុផលទេប្រហោងខ្លះអេក្រង់ពណ៌ខៀវរបាំងនោះបានលាតសន្ធឹងជុំវិញខ្ញុំហើយខ្ញុំបានអង្អែលវាខ្លាពណ៌ស្មានសភាពទន់រលោងសក់តោះទៅមើលថាមានអ្វីកើតឡើងហើយខណៈពេលដែលយើងកំពុងធ្វើវាតោះទៅជួបឆ្វាញ់យ៉វផងដែរប្អូនស្រីបានលុតជង្គង់ចុះក្នុងសភាពរញ៉េញ៉ៃក្នុងចំណោមប្រាសាទបាក់បែកនៃច្រកកបៀងនៅចំកណ្ដាលសម្លៀកបំពាក់ត្រូវបានខូចខាតដោយភ្លើងឆេះខ្លាំងបាក់បែកនិងរហែកព្យួរយ៉ាងសទន់ពួកគេបានបាត់ខ្លួនជាយូរមកហើយដោយគ្មានដាននៅក្នុងប្រាសាទបាក់បែករៀងពាក់កណ្ដាលរង្វង់មុខរបស់ប្អូនស្រីផ្ទៃទាំងមូលមានពណ៌ប្រផេះនិងស្វាគាត់អាចធ្វើបានហេតុអ្វីខ្ញុំធ្វើមិនបានខ្ញុំបានកប់ខ្លួនឯងដោយពេញចិត្តនៅក្នុងកូនតូចរបស់គាត់គាត់បានជញ្ជក់ចូលក្នុងពោះយ៉ាងខ្លាំងគាត់បានខំមួយខំរួចក៏លែងខ្លះទៅ